ជំរាបសួរបងប្អូនទាំងអស់គ្នាតើអ្វីដែលយើងត្រូវរៀបចំមុននឹងយើងចាប់ផ្ដើមបើកអាជីវកម្ម STEAM Sona ថ្ងៃនេះនាងខ្ញុំសូមចែករំលែកនូវចំណុចសំខាន់ៗដែលបងប្អូនគួរដឹងទី1គឺការជ្រើសរើសទីតាំងសម្រាប់ទីតាំងអាជីវកម្ម STEAM Sona បងប្អូនអាចជ្រើសរើសនៅទីតាំងដែលមានបរិយាកាសល្អទីតាំងធំទូលាយនិងទីប្រជុំជនទី2គឺការរៀបចំរចនាសម្ព័ន្ធនិងប្រព័ន្ធបច្ចេកទេសទី3គឺការជ្រើសរើសឧបករណ៍ដែលមានគុណភាពនៅក្នុងការប្រើប្រាស់ហើយឧបករណ៍គោលដែលយើងត្រូវប្រើនៅក្នុងអាជីវកម្ម STEAM Sona មានដូចជាម៉ាស៊ីន STEAM ម៉ាស៊ីន Sona ម៉ាស៊ីនបំប្លែងទឹកក្តៅទឹកត្រជាក់និងការរៀបចំប្រព័ន្ធចម្រោះទី4គឺការចុះបញ្ជីអាជីវកម្មទី5គឺការជ្រើសរើសក្រុមហ៊ុនដែលមានបទពិសោធន៍នៅក្នុងការរៀបចំហើយក្រុមហ៊ុន Neptune Pool and Landscape គឺជាក្រុមហ៊ុនដែលបងប្អូនអាចទុកចិត្តបាននៅក្នុងការរៀបចំអាជីវកម្ម STEAM Sona សម្រាប់ខែនេះផងដែរយើងមានប្រូម៉ូសិនរហូតដល់ 20% ទៅលើការរៀបចំអាជីវកម្ម STEAM Sona និង Eng Spa សម្រាប់ព័ត៌មានបន្ថែមបងប្អូនអាចទាក់ទងមកកាន់ Page Neptune Pool and Landscape ឬក៏លេខទូរស័ព្ទនៅក្នុងវីដេអូនេះ